ជំរាបសួរអ្នកគ្រូលោកគ្រូខ្ញុំចាប់បានប្រធានបទជំងឺប្រកាំង migraine វេជ្ជបញ្ជាទី1ទម្រង់វេជ្ជបញ្ជាថ្ងៃខែឆ្នាំចេញវេជ្ជបញ្ជាត្រឹមត្រូវថ្ងៃទី23ខែកក្កដាឆ្នាំ2012ឈ្មោះភេទអាយុទម្ងន់អ្នកជំងឺត្រឹមត្រូវអ្នកជំងឺឈ្មោះសូតសូនីភេទប្រុសអាយុ35ឆ្នាំទម្ងន់70គីឡូក្រាមរោគវិនិច្ឆ័យជំងឺត្រឹមត្រូវអ្នកជំងឺមានជំងឺប្រកាំងឈ្មោះនិងហត្ថលេខារបស់គ្រូពេទ្យត្រឹមត្រូវអ៊ុយកាវេជ្ជបណ្ឌិតនីហ័រកំណត់ចំណាំមិនត្រឹមត្រូវការព្យាបាលជំងឺប្រកាំងត្រូវធ្វើការវាយតម្លៃការព្យាបាលរបស់អ្នកជំងឺឡើងវិញតកតងនឹងឱសថក្នុងវេជ្ជបញ្ជាដូច្នេះត្រូវកំណត់ពេលជួបអ្នកជំងឺក្នុងរយៈពេលមួយសមស្របបញ្ហាឱសថដែលបានចេញវេជ្ជបញ្ជារបៀបប្រើកម្រិតប្រើនៅរយៈពេលប្រើប្រាស់ត្រឹមត្រូវណារ៉ាមីកណារ៉ាទីបតង់ 2.5 មីលីក្រាមចំនួន1ប្រអប់ដែលមាន6គ្រាប់របៀបប្រើលេបកម្រិតប្រើ1គ្រាប់នៅពេលដែលចាប់ផ្ដើមឈឺក្បាលរយៈពេលប្រើ9ថ្ងៃDesaxnisondo Methotrexate 1.65 មីលីក្រាមចំនួន1ប្រអប់ដែលមាន20គ្រាប់របៀបប្រើលេបកម្រិតប្រើលេបពាក់កណ្ដាលគ្រាប់នៅពេលព្រឹកក្នុងពេលញ៉ាំអាហារក្នុងរយៈពេល3ថ្ងៃដំបូងរួចលេប1គ្រាប់ពេលព្រឹកក្នុងពេលញ៉ាំអាហារក្នុងរយៈពេល3ថ្ងៃបន្ទាប់រួចលេប2ដង1គ្រាប់ពេលព្រឹកនិង1គ្រាប់ពេលល្ងាចក្នុងពេលញ៉ាំអាហារក្នុងរយៈពេល3ថ្ងៃចុងក្រោយរយៈពេលប្រើ9ថ្ងៃការហាមឃាត់មិនមានការហាមឃាត់ការប្រើប្រាស់ឱសថក្នុងវេជ្ជបញ្ជាទេចំពោះករណីអ្នកជំងឺនេះព្រោះអ្នកជំងឺមិនមានប្រវត្តិការជំងឺលើសឈាមធ្ងន់ធ្ងរទេអន្តរកម្មឱសថមានការប្រើប្រាស់ឱសថទាំងពីរក្នុងពេលជាមួយគ្នាអាចបណ្ដាលឲ្យមានការប្រឈមទៅនឹងការកើនឡើងនៅសម្ពាធឈាម hypertension arterial និងការរួមសរសៃអាទែចិញ្ចឹមបេះដូង vasoconstriction arterial វេជ្ជបញ្ជាទី2ទម្រង់វេជ្ជបញ្ជាថ្ងៃខែឆ្នាំចេញវេជ្ជបញ្ជាត្រឹមត្រូវថ្ងៃទី23ខែកក្កដាឆ្នាំ2012ឈ្មោះភេទអាយុទម្ងន់អ្នកជំងឺមិនត្រឹមត្រូវអ្នកជំងឺមានឈ្មោះសាងសមតែមិនដឹងអាយុភេទនិងទម្ងន់ទេរោគវិនិច្ឆ័យជំងឺត្រឹមត្រូវអ្នកជំងឺមានជំងឺប្រកាំងឈ្មោះនិងហត្ថលេខារបស់គ្រូពេទ្យត្រឹមត្រូវអំពេវេជ្ជបណ្ឌិតជាចំណូលកំណត់ចំណាំត្រឹមត្រូវសូមមកពិនិត្យជំងឺម្ដងទៀតក្នុងរយៈពេល3ខែក្រោយដោយកាន់វេជ្ជបញ្ជានេះមកជាមួយបញ្ហាឱសថដែលបានចេញវេជ្ជបញ្ជារបៀបប្រើកម្រិតនិងរយៈពេលប្រើប្រាស់ត្រឹមត្រូវ Allocardial Propranolol 40 មីលីក្រាមចំនួន2ប្រអប់ដែលមាន50គ្រាប់ក្នុង1ប្រអប់របៀបប្រើលេបកម្រិតប្រើលេប1គ្រាប់ពេលព្រឹកក្រោយអាហាររយៈពេលប្រើរយៈពេល90ថ្ងៃការហាមឃាត់មានព្រោះឱសថ Allocardial Propranolol 40 មីលីក្រាមត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ជាមួយនឹងអ្នកជំងឺដែលមានប្រវត្តិជំងឺ HERD ជាដាច់ខាតអន្តរកម្មឱសថមិនមានតែឱសថមួយមុខគត់ដូច្នេះគ្មានអន្តរកម្មឱសថទេអរគុណលោកគ្រូអ្នកគ្រូ